សួស្តីពុកម៉ែបងប្អូនចាបើកក្បាលវីដេអូមកឃើញពីអ្នកបងប្អូននេះកំពុងតែពិភាក្សាគ្នាសែងកែបអត់រួចកែបនេះគឺជាកែបងាប់បងប្អូនកែបងាប់មួយត្រង់ថ្ងៃមុននឹងឥឡូវបងប្អូនគេហ្នឹងមកប្រមូលសែងយកទៅធ្វើចំណីត្រីជាមួយនឹងចំណីតងចាតបីងាប់អត់ឲ្យខាតដែរយកទៅកែច្នៃតតែអស់ហ្នឹងហើយនេះអាត្រង់ងាប់ថ្ងៃមុនហ្នឹងមកត្រង់ហ្នឹងគឺថាវាងាប់ទាំងអស់ហើយវាទៅចាប់ជាតិអស់ហើយអ្នកមកត្រង់ទៅចាប់ជាតិទាំងអស់តែនៅសល់ត្រង់ផ្សេងទៀតដូចត្រង់នេះគឺអត់ឈឺទេអត់ទាន់ឆ្លងជំងឺទេអញ្ចឹងហើយយើងក៏អត់ទុកវាបន្តទៀតដែរបើវាទោះបីវាមិនទាន់ឆ្លងជំងឺក៏យើងអត់ទុកដែរគឺយើងយកទៅលក់ទាំងអស់ហ្នឹងនេះប្រមូលយកទៅលក់ខ្ទេចគ្មានទុកទេចាកែបទាំងអស់វា8ត្រង់ចាឈឺតែមួយត្រង់ឯ7ត្រង់ទៀតវាអត់ទាន់ឈឺទេប៉ុន្តែយើងក៏អត់ទុកវាបន្តដែរយើងខ្លាចវាឆ្លងមកងាប់បន្តទៀតអញ្ចឹងយើងចាប់ប្រមូលដាក់ឲ្យម៉ួយទាំងអស់ហ្មងទៅអានេះសកម្មភាពបងប្អូនក្មួយបងថ្លៃមកជួយចាប់យកទៅដាក់ឲ្យម៉ួយអញ្ចឹងដូចបញ្ជាក់អញ្ចឹងកែបឈឺមួយត្រង់តែកែបយើងមាន8ត្រង់ចា7ត្រង់ទៀតគឺអត់ទុកទេគេចាប់យកទៅដាក់ឲ្យម៉ួយហើយអញ្ចឹងបងប្អូនមិនបាច់ខ្លាចខាតទេគឺថាមិនអាចខាតទេចាព្រោះថាអត់ទុកឲ្យងាប់ទាំងអស់ទេគឺយើងចាប់ទៅលក់ទាំងអស់ហ្នឹងនេះអត់មានទុកទេនេះចាប់អស់មួយកន្លែងចាប់អស់ប្រហែលត្រង់ហើយ3ត្រង់ហើយនេះយកទៅចាប់នៅតទៀតអញ្ចឹងហើយយើងមិនអាចទុកយូរទេយើងត្រូវតែប្រមូលយកលុយសិនហើយនេះយើងមកដល់កន្លែងម៉ួយដែលយើងត្រូវយកកែបបណ្ដាក់ហើយកែបច្រើនដែរបងប្អូនកែបច្រើនកែបយើង7 8ត្រង់គឺច្រើនគូសមដែរអញ្ចឹងយើងយកលុយសិនកែបទូចយើងដាក់កែបបោកកែបធំយើងលក់កែបសាច់អញ្ចឹងយើងមិនអាចទុកឲ្យវានៅងាប់ទេអញ្ចឹងបងប្អូនមិនខ្លាចខាតទេអញ្ចឹងកែបបងទោះបីងាប់ក៏វាមិនងាប់ទាំងអស់ដែរ7 8ត្រង់វាងាប់តែមួយត្រង់អីទេយ៉ាងផ្សេងទៀតយើងចាប់យកមកលក់មកយើងទុកឲ្យវាងាប់ទាំងអស់ធ្វើអីនេះកែបបោកលក់កែបបោក